សូមគោរពនឹងជម្រាបសួរខ្ញុំបាទឈ្មោះណនដារីគឺជាគ្រូបង្រៀនថ្នាក់ទី5នៅសាលាបឋមសិក្សាគួចមីលីទូបេងដែលស្ថិតនៅក្នុងស្រុកកំពង់សៀមខេត្តកំពង់ចាមបាទសួស្តីកូនៗទាំងអស់គ្នាយើងវិលជួបគ្នាជាថ្មីម្ដងទៀតតាមរយៈការសិក្សាពីចម្ងាយដោយសារតែស្ថានភាពបច្ចុប្បន្នប្រទេសកម្ពុជាក៏ដូចជាពិភពលោកទាំងមូលគឺជំងឺ Covid-19 គឺពុំទាន់ស្ងប់ស្ងាត់នៅឡើយទេបាទដូច្នេះគឺតម្រូវឲ្យបងប្អូនទាំងអស់គ្នាបានសិក្សាពីចម្ងាយជាមួយនឹងលោកគ្រូហើយបងប្អូនកុំភ្លេចធ្វើអនាម័យជាប្រចាំបាទដោយការលាងសម្អាតដៃជាមួយនឹងសាប៊ូអាល់កុលឬក៏ជែលលាងដៃដើម្បីកម្ចាត់ពីមេរោគ Covid-19 ហើយមួយវិញទៀតបងប្អូនអាចតាមដានការបង្រៀនរបស់លោកគ្រូអ្នកគ្រូគ្រប់កម្រិតថ្នាក់គឺតាមរយៈប្រព័ន្ធផ្សព្វផ្សាយដែលមានដូចជា Facebook របស់ក្រសួងអប់រំយុវជននិងកីឡាបាទ Page គ្រូ Cambodia និង YouTube ជាដើមបាទហើយមួយទៀតគឺបងប្អូនអាចតាមដានតាមរយៈទូរទស្សន៍តតក2ទូរទស្សន៍ Wiki TV និងទូរទស្សន៍ប៉ុស្តិ៍ខ្សែកាតជាច្រើនទៀតហើយបងប្អូនកុំភ្លេចត្រៀមសម្ភារៈរៀនជាមួយនឹងលោកគ្រូដែលមានដូចជាបាទសៀវភៅសិក្សាគោលភាសាខ្មែរថ្នាក់ទី5បាទសៀវភៅសរសេរប៊ិចបន្ទាត់ខ្មៅដៃនិងសម្ភារៈសិក្សាមួយចំនួនទៀតអញ្ចឹងបងប្អូនអរគ្នាអាចត្រៀមទុកនៅលើតុឲ្យបានត្រឹមត្រូវបាទអរគុណច្រើនបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាបាទអញ្ចឹងនៅថ្ងៃនេះយើងនឹងចាប់ផ្ដើមចូលមេរៀនរបស់យើងប៉ុន្តែមុននឹងចូលមេរៀនគឺយើងរំលឹកពីអ្វីដែលបងប្អូនបានរៀនជាមួយនឹងលោកគ្រូនៅក្នុងថ្ងៃមុនតើនៅក្នុងថ្ងៃមុនភាសាខ្មែររបស់យើងរៀនអំពីអ្វីបាទបងប្អូនអាចឆ្លើយបានទេបាទអរគុណច្រើនថ្ងៃមុនគឺយើងរៀនអំពីការនិយាយគឺការពណ៌នាអំពីជនគំរូហើយលោកគ្រូបានដាក់កិច្ចការផ្ទះឲ្យបងប្អូនទាំងអស់គ្នានិយាយឬក៏សរសេរអំពីជនគំរូណាម្នាក់ដែលមាននៅក្នុងផ្ទះរបស់បងប្អូនឬក៏សហគមន៍របស់បងប្អូនលោកគ្រូសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងអាចរៀបរាប់បានណាបាទអញ្ចឹងដើម្បីសរសេរអំពីឬក៏ពណ៌នាអំពីជនគំរូណាមួយតើបងប្អូនទាំងអស់គ្នាត្រូវផ្ដោតលើចំណុចអ្វីបាទអរគុណច្រើនគឺយើងផ្ដោតទៅលើចំណុចលក្ខណៈសម្បត្តិនិងរូបសម្បត្តិរបស់បាទជនគំរូម្នាក់នោះបាទអរគុណច្រើនអញ្ចឹងទាំងអស់នេះសុទ្ធតែជាជនគំរូទាំងសម្ដេចព្រះសង្ឃរាជជួនណាតយើងក៏បានរៀនហើយអំណាចរបស់យើងក៏បានរៀនពីសម្ដេចព្រះសង្ឃរាជជួនណាតហើយបាទគាត់ជាជនគំរូមួយដែលបានបន្សល់ទុកនៅស្នាដៃជាច្រើនសម្រាប់ប្រជាជនខ្មែររបស់យើងដូច្នេះថ្ងៃនេះយើងនឹងរៀនមេរៀនមួយទៀតទាក់ទងជាមួយនឹងជនគំរូម្នាក់ដែរថាតើគាត់ជានរណាបាទអញ្ចឹងនៅក្នុងថ្ងៃនេះគឺយើងរៀនអំពីមេរៀនភាសាខ្មែរថ្នាក់ទី5ទំព័រទី14និង15មេរៀនទី1វីរៈជនឆ្នើមគឺអំណានវីរៈបុរសក្រឡាហោមគង់បាទអញ្ចឹងនៅក្នុងមេរៀននេះដែរគឺមានគោលបំណងឲ្យបងប្អូនទាំងអស់គ្នាឬក៏អ្នកសិក្សាទាំងអស់បានស្វែងយល់ច្បាស់អំពីបាទវីរៈភាពរបស់ក្រឡាហោមគង់ដើម្បីឆ្លើយនៅសំណួរសេចក្តីលម្អិតរបស់អត្ថបទបានត្រឹមត្រូវហើយមួយវិញទៀតបងប្អូនអាចស្វែងរកនៅពាក្យពិបាកបញ្យលពាក្យបដិសេធឬក៏ពាក្យផ្ទុយឬក៏ពាក្យនៃដូចបានត្រឹមត្រូវហើយមួយវិញទៀតគឺបងប្អូនអរគ្នាគឺបានស្វែងយល់កាន់តែច្បាស់អំពីការលះបង់របស់លោកនៅក្នុងការការពារទឹកដីរបស់យើងបាទអរគុណច្រើនអញ្ចឹងតាមរយៈចំណងជើងវីរៈបុរសក្រឡាហោមគង់អញ្ចឹងវីរៈបុរសបងប្អូនទាំងអស់គ្នាដឹងថាវីរៈបុរសមានន័យយ៉ាងម៉េចនៅពេលឧទាហរណ៍ថាយើងតែមើលសាច់រឿងឲ្យមួយគេថាមានតួអង្គមួយត្រូវគេធ្វើបាបហើយមានបរិសម្នាក់គាត់ក្លាហានគាត់ទៅជួយហើយគេថាម្នាក់ហ្នឹងគឺជាវីរៈបុរសបាទអញ្ចឹងវីរៈបុរសមានន័យថាម៉េចទៅបាទវីរៈបុរសមានន័យថាបុរសដែលមានភាពអង់អាចក្លាហានបាទអញ្ចឹងថ្ងៃនេះយើងរៀនអំពីវីរៈបុរសក្រឡាហោមគង់មានន័យថាក្រឡាហោមគង់ហ្នឹងគឺជាវីរៈបុរសមួយដើម្បីដែលមានភាពក្លាហានតើគាត់ក្លាហានចំពោះនរណាឬក្លាហានអ្វីខ្លះបាទអរគុណច្រើនអញ្ចឹងយើងសង្កេតទៅមើលលើរូបភាពបាទយើងមើលរូបភាពទាំងអស់គ្នាបងអាចមើលរូបភាពនៅក្នុងសៀវភៅក៏បានដែរដោយសារតែរូបភាពយើងពីយើងខ្មៅតិចเนาะប៉ុន្តែយើងអាចមើលយល់បាទយើងមើលនៅក្នុងរូបភាពនេះតើបងប្អូនឃើញអ្វីខ្លះបាទយើងអាចឃើញដូចជាកប៉ាល់เนาะមានកប៉ាល់បាទមើលទៅមាននេះមានមនុស្សម្នាក់គាត់ដូចជាគេត្រូវគេចងផ្អោបជាមួយនឹងបំពង់ផ្សែងហើយមានផ្សែងហុយទៀតបាទហើយមើលទៅដូចជាមាននេះមនុស្សពីរបីនាក់ដូចជាទាហានเนาะ
bà ở còn chân bọn ai mơ đăng cái thà nếu pe để miên bỏ ra mà nè nè mà nung mà nè quạt thử ban cái trong ao trong môi nó bông bông sai hay miên hồi sai thì ta cái thà quạt nó dằng mạch đài miên sai hết cái đai nó thời đấy bà chân thà ta bỏ ra mà nè đang chia nó na hay hạt ở với ban thời cái trong quạt ao trong môi nó bông bông sai bài này bọn ai tu tiên bà đấy thà tam để dạy cho nó trường mê riêng cho môi nó rụp hiếp ta cái trong này gì ông bây giờ vậy bà chúc ông ai sẽ xe bị ca pan smart bọc ố nơi lơ sự phơi priếng đại lục ru ai ông ăn triềm nó bà hãy dừng nằm tiếng toa tặng ở khnia bà ở con tràn chứng dương chập đàm ông ở khnia chập đàm bao sự phơi tầm po ti đập 4 nâng tầm po ti đập 5rồi bà dương cứ tiện tông cho mùi nắng ông nán về đẹp bà róc còn là hàm cùng cứ ông ở khnia chập đàm an ngắt an ở tập ngắt đầm bay xoay râu nấu bị bá bà rồi có bị đại ôi mình toàn vô nấy hay ôn ai sẽ xe viên này lơ sự phơi priềng bà sẽ xe này lơ sự phơi priềng bị tẹng nụ hay bọn ôn nâng sẽ xe an hay nâng vô cho bán hai thang ta đặt bọt nó cái trong gì bị vậy tam dạ vậy để bọn ôn ban van sman ở bành mình đó lấy bọn ôn ở khía chập đám an chẳng pe để bọn án cứ thời gian cho tục đạn nát do trong ở đây rồi bà dưỡng cứ trong ở lứa bị tẹng ở nụ bà ở con trán bọn ở khía bà tam dạ ca an bọc ôn hay bọn bàn strong là bị bà rồi có bị đại bọn toàn dân này hái chân dương chập đám mơ từ lứa bà bọn tam dạ bọn an mình bọn ai đấng cái thà à vậy để bọn án cho mùi nâng chùm lao để bọc ôn để bàn smán tao bị đôi khía đại tề bà tam dạ ca an mình đó chẳng bị ai bọn ai bàn đằng hay chẳng chùm lại bàn smán rồi bọn trời rồi có ọt bà chắc lúc rút có đang chùm lào đá hay dương đừng đang được ọt như tha về rẹ bà ra còn là hồng cung nứng cái thời ban cái phước bạp dạng mình mấy nhà vây để ôn ban an mày nó ở con tràn chứ nhưng chạp đam mơ bịa bị bà đã bao dưỡng rồi có bịa để ôn mình toàn vô nấy hay ôn ban sẽ xế này lỡ sự thời priềng nâng tiếng toa tại ọt ní nâng cho rùm an đang ọt ní bà ở con tràn tỏ chạp đam mùi bịa bị bà bẹ lịch cằm tia rôn cằm ôn ai stop sấn tia rôn cằm kết tần niềm mía tụ phùm vi rẹ chồn pre tân cò một số bài trò mong trò màu tao đồng tiết bẹ lịch cắm tia rôn cắm kết tần niếm miết tụ phốm vi rẹ chốn pre tân có một số bài trò mong trò màu bà tao ai lấy bọn ọc tí án lục ru nâng chẳng ol bà ở con tràn bọn ở khía chẳng tam để dạy bịa đây là cรูstrong ban phần đấy bọn ở nơi bịa hai chiều
បងអូនមួយចំនួនក៏នៅមានពាក្យខ្វះដែរเนาะអញ្ចឹងយើងចាំអានអត្ថបទម្ដងទៀតលោកគ្រូនឹងអានឲ្យបងអូនស្ដាប់បងអូននឹងបានយល់កាន់តែច្បាស់បាទនៅក្នុងពាក្យទាំងអស់នេះគឺលោកគ្រូបានស្រង់ហើយលោកគ្រូចង់ឲ្យបងប្អូនអរគ្នារកនៃពាក្យចំនួន3ពាក្យតើពាក្យទាំង3នោះមានពាក្យអ្វីតោះយើងសង្កេតអរគ្នាហើយបងអូនអាចរកនៅក្នុងបទានុក្រមនៅខាងក្រោយសៀវភៅរបស់យើងឬក៏បងអូនអាចគិតដោយខ្លួនឯងเนาะនៅខាងក្រោយនេះបាទអរគុណពាក្យទី1គឺលោកគ្រូចង់ឲ្យបងអូនអរគ្នារកពាក្យបញ្យលពាក្យទារុណកម្មបាទទារុណកម្មពាក្យទី2វីរៈជនហើយពាក្យមួយទៀតគឺពាក្យអាណានិគមនិយមបាទអាណានិគមនិយមអត់មាននៅក្នុងនេះទេគឺមានពាក្យមួយទៀតគឺអាណានិគមនិយមតើពាក្យអាណានិគមនិយមហ្នឹងមានន័យដូចម្ដេចเนาะតោះឥឡូវបងប្អូនអាចរកទៅđầu tiết cứ râu pía tia rôn cắm vì rẹ chốn nâng ana nị công nị dùng ôn ai râu hết ôn ai cất mơ nị không sụp hơi priêng bọc ôn ai cho xe nị không sụp hơi priêng bà tả lời dương sẽ cây tờ lời trong lai đã bao dương vĩnhបាទពន្យល់ពាក្យគឺពាក្យទីរណកម្មបាទទីរណកម្មគឺថ្នាក់ពាក្យជំនាញមានន័យថាអំពើកាចឬក៏អំពើអាក្រក់សាហាវយងខ្នងម្ដងទៀតទីរណកម្មថ្នាក់ពាក្យជំនាញអំពើកាចអំពើអាក្រក់សាហាវយងខ្នងមួយទៀតវីរៈជនបាទវីរៈជនមានន័យថាថ្នាក់ពាក្យជំនាញមានន័យថាជនដែលមានភាពអង់អាចក្លាហានវីរៈជននិងវីរៈបរោះវាអាចស្តៀងគ្នាវីរៈដូចគ្នាណាវាអាចន័យពីរហ្នឹងដូចគ្នាទេបាទដល់ពេលអាណានិគមនិយមនេះមានន័យថ្នាក់ពាក្យជំនាញមានន័យថាលទ្ធិឬក៏អធ្យាស្រ័យបាទនៃជនខ្លះដែលចូលចិត្តតែខាងជ្រៀតជ្រែកវាយដណ្ដើមយកប្រទេសដទៃមកធ្វើជាស្រុកចំណុះខ្លួនបាទស្រុកចំណុះខ្លួនដងទៀតអាណានិគមនិយមថ្នាក់ពាក្យជំនាញមានន័យថាលទ្ធិឬក៏អធ្យាស្រ័យនៃជនខ្លះដែលចូលចិត្តតែខាងជ្រៀតជ្រែកវាយដណ្ដើមយកប្រទេសដទៃមកធ្វើជាស្រុកចំណុះខ្លួនបាទមានន័យថាគេមកប្រទេសយើងហើយគេឧទាហរណ៍ថាគេមកប្រទេសណាមួយហើយទៅគ្រប់គ្រងនៅប្រទេសហ្នឹងបាទហ្នឹងហើយមានថាយកប្រទេសរបស់គេហ្នឹងធ្វើជាចំណុះរបស់ខ្លួនបាទអរគុណច្រើនចឹងតាមរយៈបញ្យលពាក្យទាំងអស់នេះទាំង3នេះបងប្អូនបានយល់បានច្បាស់អំពីពាក្យទាំង3តាមរយៈទៅលើការស្រាវជ្រាវបាទអញ្ចឹងដល់បន្តរបស់យើងគឺតកតងជាមួយនឹងបាទបដិស័ព្ទឬក៏មួយទៀតគេហៅថាពាក្យផ្ទុយបាទបដិស័ព្ទឬក៏ពាក្យផ្ទុយលោកគ្រូមានពាក្យផ្ទុយមួយគឺក្លាហានតើក្លាហានផ្ទុយនឹងពាក្យអ្វីមួយទៀតវេវចនៈស័ព្ទបាទវេវចនៈស័ព្ទមានន័យថាពាក្យន័យដូចតើពាក្យវេវចនៈស័ព្ទនិងពាក្យព្រះទិន្នករន័យដូចម្ដេចហើយនឹងត្រមងត្រមោចបាទតោះបងអាចគិតបានទេថាក្លាហានផ្ទុយនឹងពាក្យអ្វីបាទអរគុណច្រើនគឺក្លាហានគឺផ្ទុយនឹងពាក្យបាទកំសាបាទកំសាបាទកំសាបាទដល់ពេលព្រះទិន្នករនៅក្នុងឃ្លារបស់គេគេថាព្រះទិន្នករលេចស្រឹមបាត់ទៅเนาะព្រះទិន្នករហ្នឹងមានន័យថាម៉េចទៅបាទអីគេលេចហ៎បាទអរគុណច្រើនព្រះទិន្នករឬក៏ព្រះអាទិត្យបាទព្រះអាទិត្យព្រះអាទិត្យហើយព្រះអីទៀត
បាទព្រះអាទិត្យឬក៏ឲ្យមួយទៀតថាជាព្រះសុរិយាបាទព្រះសុរិយាព្រះទិនកព្រះអាទិត្យហើយមួយទៀតគឺបាទព្រះសូរបាទព្រះសូរបាទព្រះសូរនេះវានៅដូចនឹងព្រះអាទិត្យព្រះសុរិយាឬក៏ព្រះទិនកដែរបាទចុះត្រមងត្រមោចវិញអង្គុយយ៉ាងត្រមងត្រមោចតែម្នាក់ឯងត្រមងត្រមោចនឹងយ៉ាងម៉េចបាទត្រមងត្រមោចគឺនៃដូចរបស់ត្រមងត្រមោចគឺបាទឯកាតឯងបាទឯកាទៀតបាទស្រងោតស្រងាត់បាទក្រៀមក្រំបាទក្រៀមក្រំត្រមងត្រមោចតឯងហើយនឹងមានអាចមានបានទៀតណាកូនណាបងអាចរកបានទៀតតោះតន់ទេបាទតោះយើងចាប់ផ្ដើមអានបញ្យលពាក្យរហូតដល់វេវចនៈស័ព្ទម្ដងទៀតតោះចាប់ផ្ដើមទារុណកម្មថ្នាក់ពាក្យជានាមអំពើកាចអំពើអាក្រក់សាហាវយងខ្នងវីរៈជនថ្នាក់ពាក្យជានាមជនដែលមានភាពអង់អាចក្លាហានអាណានិគមនិយមថ្នាក់ពាក្យជានាមមានន័យថាលទ្ធិឬក៏អធិស្ស្រ័យនៃជនខ្លះដែលចូលចិត្តតែខាងជ្រៀតបាទជ្រៀតបាទអូខេបាទមើលឥឡូវបងប្អូនទាំងអស់គ្នាអានេះខុសតិចណាលោកគ្រូសំកែតិចបាទជ្រៀតបាទជ្រៀតជ្រែកណាជ្រៀតជ្រែកវាយដណ្ដើមយកប្រទេសដតីមកធ្វើជាចំណោះស្រុកមកធ្វើជាស្រុកចំណោះខ្លួនបាទបដិស័ព្ទឬក៏ពាក្យផ្ទុយក្លាហានផ្ទុយនឹងកំសាវេវចនៈស័ព្ទនិងពាក្យព្រះទិនកព្រះអាទិត្យបាទព្រះសុរិយាព្រះសូរត្រមងត្រមោចឯកាស្រងោតស្រងាត់ក្រៀមក្រំបាទអរគុណច្រើនបងប្អូនអរគ្នាបាទអរគុណអញ្ចឹងតាមរយៈយើងបានរកពីបញ្យលពាក្យឬក៏ពាក្យពិបាករហូតដល់វេវចនៈស័ព្ទហើយអញ្ចឹងបងប្អូនអរគ្នាចាប់ផ្ដើមបើកសៀវភៅរបស់យើងអានសំណួរដើម្បីយល់ពីសេចក្តីលម្អិតរបស់អត្ថបទរបស់យើងបាទតោះអញ្ចឹងយើងចាប់ផ្ដើមអានសំណួរទាំងអស់គ្នាហើយអានសំណួរយើងនឹងត្រៀមឆ្លើយហើយតោះឥឡូវយើងចាប់ផ្ដើមអានសំណួរ1តើក្រឡាហោមគង់បានធ្វើអ្វីខ្លះដើម្បីប្រទេសជាតិ2ហេតុអ្វីបានជាក្រឡាហោមគង់ប្រឆាំងនឹងអាណានិគមនិយមបារាំង3តើក្រឡាហោមគង់មានទឹកចិត្តដូចម្ដេចចំពោះប្រទេសជាតិ4តើអ្នកមានទឹកចិត្តដូចម្ដេចចំពោះវីរៈជនក្រឡាហោមគង់5តើអ្នកមានទឹកចិត្តដូចម្ដេចចំពោះជាតិយើងម្ដងទៀត1តើក្រឡាហោមគង់បានធ្វើអ្វីខ្លះដើម្បីប្រទេសជាតិ2ហេតុអ្វីបានជាក្រឡាហោមគង់ប្រឆាំងនឹងអាណានិគមនិយមបារាំង3តើក្រឡាហោមគង់មានទឹកចិត្តដូចម្ដេចចំពោះប្រទេសជាតិ4តើអ្នកមានទឹកចិត្តដូចម្ដេចចំពោះវីរៈជនក្រឡាហោមគង់5តើអ្នកមានទឹកចិត្តដូចម្ដេចចំពោះជាតិយើងបាទអរគុណច្រើនបងប្អូនអរគ្នាអញ្ចឹងដើម្បីឆ្លើយសំណួរឬក៏ប្រាប់ពីសេចក្តីលម្អិតរបស់អត្ថបទនេះបានគឺតម្រូវឲ្យបងប្អូនទាំងអស់គ្នាបាទបើកសៀវភៅពុម្ពរបស់យើងអានអំណានម្ដងទៀតដើម្បីឆ្លើយនៅសំណួរបាទឥឡូវពេលហ្នឹងលោកគ្រូសូមអានជាមួយកូនអរគ្នាហើយបងប្អូនទាំងអស់គ្នាអានហើយយកដៃចង្អុលនៅលើសៀវភៅរបស់យើងលើល្បះរបស់យើងដើម្បីទៀងទាត់ថាបងប្អូនអរគ្នាមិនទាន់បានចេះពាក្យនៅកន្លែងណាខ្លះតោះចាប់ផ្ដើមបាទអំណានវីរៈបរោះក្រឡាហោមគង់ពេលដែលអានយកចិត្តទុកដាក់ដើម្បីឆ្លើយសំណួរណាក្រឡាហោមគង់ជាមន្ត្រីខ្មែរស្នេហាជាតិមួយរូបដែលបានតស៊ូប្រឆាំងនឹងការគៀបសង្កត់របស់អាណានិគមនិយមបារាំងលោកបានធ្វើពលិកម្មយ៉ាងធំធេងដើម្បីរើបំរាស់
ចេញពីនឹមត្រួតត្រារបស់បារាំងលោកមានទឹកចិត្តអង់អាចក្លាហានតស៊ូប្រឆាំងនឹងបរទេសឈ្លានពានបារាំងដឹងពីគោលចំហនិងគំនិតរបស់លោកក៏បានរកមធ្យោបាយចាប់លោកត្រូវពួកអាណានិគមបារាំងចាប់បាននិងយកទៅធ្វើទារុណកម្មដោយសម្ងាត់ព្រះទនគរលិចស្រឹមបាត់ទៅពេលប្រលប់ក៏ខិតចូលមកដល់ធ្វើឲ្យស្រអាប់គ្រប់ទិសទីកប៉ាល់បារាំងបាននាំលោកឃ្លាតចេញពីវត្តឧណាឡោមឆ្ពោះទៅកាន់ទិសឧត្តរនៅលើនាវាដៃទាំងពីររបស់លោកត្រូវជាប់ខ្នោះខ្លួនលោកត្រូវគេចងផ្អោបនឹងបំពង់ផ្សែងក្រឡាហោមគង់ត្រមង់ត្រមោចម្នាក់ឯងទឹកមកក្រៀមក្រំជាពន្លឹកប៉ុន្តែស្មារតីស្នេហាជាតិមាតុភូមិពុំបានធ្វើឲ្យលោកតក់សុតឡើយទោះបីជាលោកបានដឹងខ្លួនច្បាស់ថាត្រូវទទួលមរណភាពដោយសារដៃឃាតករបារាំងក៏ដោយនៅដង្ហើមចុងក្រោយលោកនឹកដល់គុណឪពុកម្ដាយព្រះសង្ឃប្រជាជនខ្មែរនឹងនឹកដល់កម្ពុជាមាតុភូមិជាទីស្នេហារបស់លោកការបាត់បង់វីរៈជនស្នេហារូបនេះធ្វើឲ្យយើងសោកស្ដាយអាណិតអាសូរក្រៃលែងក្រឡាហោមគង់បានបាត់បង់ជីវិតចាក់ឆ្ងាយពីយើងពិតមែនប៉ុន្តែកិត្តិនាមនិងវីរភាពរបស់លោកបានមកសន្ធិដ្ឋនៅជាប់នឹងដួងព្រលឹងខ្មែរជានិច្ចបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាយ៉ាងម៉េចហើយតាមរយៈការអានពី3ដងហើយជាមួយនឹងលោកគ្រូអានម្ដងទៀតដើម្បីឆ្លើយនឹងសំណួរបាទអរគុណច្រើនអញ្ចឹងយើងចាប់ផ្ដើមទៅលើការឆ្លើយសំណួររបស់យើងតែម្ដងយើងក៏លេខទៅមើលសំណួរហើយបងប្អូនទាំងអស់គ្នាមិញបានអានហើយបានដឹងហើយតោះសំណួរចាប់ផ្ដើមឆ្លើយទី1គេសួរថាតើក្រឡាហោមគង់បានធ្វើអ្វីដើម្បីប្រទេសជាតិបាទតើគាត់បានធ្វើអ្វីដើម្បីប្រទេសជាតិបាទអរគុណច្រើនគឺកលាហោមគង់ហ្នឹងគឺគាត់បានធ្វើដើម្បីប្រទេសជាតិគឺគាត់បានពលិកម្មមានន័យថាលះបង់នៅកម្លាំងកាយកម្លាំងរបស់គាត់យ៉ាងធំធេងដើម្បីជាតិគឺមានន័យថាចេញពីនឹមត្រួតត្រារបស់បារាំងមានន័យថាចេញពីការគ្រប់គ្រងរបស់បារាំងបាទដោយសារតែបារាំងនៅពេលនោះគាត់បានដាក់អាណានិគមមកលើមានន័យថាអាណានិគមនិយមមកលើប្រទេសខ្លួនហើយគាត់បានរើបំរាស់2គេសួរថាតើហេតុអ្វីបានជាក្រឡាហោមគង់ប្រឆាំងនឹងអាណានិគមនិយមបារាំងហេតុអ្វីបានជាគាត់ប្រឆាំងមិនក៏មិនអោយបារាំងគាត់ដាក់អាណានិគមទៅបាទអរគុណច្រើនដោយសារតែគាត់រើបំរាស់ហ្នឹងដោយសារតែគាត់អាណិតទៅលើប្រជាជនទូទាំងអស់ដែលត្រូវបានពួកបារាំងបាទត្រួតត្រាបាទគ្រប់គ្រងអញ្ចឹងហើយធ្វើឲ្យគាត់ហ្នឹងមានការអាណិតហើយដោយសារតែគាត់ហ្នឹងស្រឡាញ់ប្រទេសជាតិទៀតផងបាទអរគុណច្រើនអញ្ចឹងសំណួរទី3គេសួរថាតើក្រឡាហោមគង់មានទឹកចិត្តដូចម្ដេចចំពោះប្រទេសជាតិម្ដងទៀតតើក្រឡាហោមគង់មានទឹកចិត្តដូចម្ដេចចំពោះប្រទេសជាតិបាទអរគុណច្រើនគឺគាត់មានទឹកចិត្តទី1គឺគាត់មានទឹកចិត្តអង់អាចក្លាហានគាត់បានរិះរកគ្រប់មធ្យោបាយដើម្បីជួយប្រទេសហើយមួយទៀតគាត់មានចិត្តតស៊ូដើម្បីការពារប្រទេសជាតិរបស់ខ្លួនឬក៏ប្រជាជនទាំងមូលហ្នឹងឲ្យមានសុខសន្តិភាពឬក៏សុខសប្បាយបាទប៉ុន្តែដល់ថានៅពេលដែលគាត់ធ្វើបែបហ្នឹងតើគាត់ធ្វើបានសម្រេចដែរឬទេបាទគឺដោយនៅពេលនោះហើយដែលធ្វើឲ្យពួកបារាំងហ្នឹងគាត់ដឹងក៏បានចាប់គាត់ហ្នឹងដោយសម្ងាត់មានថាចាប់គាត់ដោយសម្ងាត់យកគាត់ហ្នឹងទៅដាក់មានថាដាក់ខ្នោះដៃពីរហើយយកទៅចងគាត់ផ្អោបជាមួយនឹងបំពង់ផ្សែងបាទបំពង់ផ្សែងយើងដឹងហើយថានៅពេលហ្នឹងតើបំពង់ហ្នឹងមានថាបំពង់ហ្នឹងយ៉ាងម៉េចបាទគឺក្តៅអញ្ចឹងធ្វើឲ្យគាត់ហ្នឹងគិតថាគាត់នឹងស្លាប់ទោះបីជាគាត់គិតថាគាត់ស្លាប់ក៏ដោយក៏គាត់បាននៅតែនឹករលឹកដល់គុណឪពុកម្ដាយរបស់គាត់ទោះបីជាគាត់ស្លាប់គឺគាត់ស្លាប់ដើម្បីជាតិណោះបាទសំណួរទី4គេសួរថាតើអ្នកមានទឹកចិត្តដូចម្ដេចចំពោះវីរៈជនក្រឡាហោមគង់ចំពោះប្អូន
នៅពេលដែលបងអូនបានអានស្ដាប់សាច់រឿងរបស់ក្រឡាហោមគង់ហើយតើបងអូនទាំងអស់គ្នាមានទឹកចិត្តដូចម្ដេចបាទបើសិនជាលោកគ្រូវិញគឺលោកគ្រូមានទឹកចិត្តអាណិតបាទអាណិតនិងគោរពគាត់ដោយសារតែគាត់ហ៊ានលះបង់ជីវិតរបស់គាត់ដើម្បីការពារប្រទេសរបស់យើងមានប្រទេសរបស់ខ្លួនទោះបីជាគាត់ត្រូវស្លាប់ក៏ដោយដើម្បីឲ្យប្រទេសខ្លួនសុខសាន្តគាត់សុខចិត្តស្លាប់បាទយ៉ាងណាក៏គាត់មិនឲ្យគេមកត្រួតត្រាប្រទេសខ្លួនដែរសំណួរទី5អ្នកមានទឹកចិត្តដូចម្ដេចចំពោះជាតិយើងគេសួរបងប្អូនទាំងអស់គ្នាថាយើងនឹងមានទឹកចិត្តដូចម្ដេចចំពោះជាតិយើងមិញកន្លះហោមគង់គាត់មានទឹកចិត្តស្រឡាញ់ប្រទេសជាតិចុះបើយើងវិញថាតើយើងមានទឹកចិត្តយ៉ាងដូចម្ដេចចឹងមិនដែរក្រោយពីបងប្អូនទាំងអស់គ្នាបានសិក្សាទៅលើវីរៈបុរសកន្លះហោមគង់តើបងប្អូនទាំងអស់គ្នាមានទឹកចិត្តដូចម្ដេចចំពោះប្រទេសជាតិយើងបាទអញ្ចឹងពាក្យថាទឹកចិត្តនេះគឺគេសំដៅទៅលើការស្រឡាញ់បាទការចូលរួមការការពារអញ្ចឹងក្នុងនាមយើងជាប្រជាជនខ្មែរមួយរូបឬក៏អ្នកសិក្សាមួយរូបគឺយើងត្រូវតែមានទឹកចិត្តគឺស្រឡាញ់ប្រទេសជាតិរបស់យើងចូលរួមថែរក្សាប្រទេសជាតិរបស់យើងចូលរួមអភិរក្សប្រទេសជាតិរបស់យើងនិងមួយទៀតគឺចូលរួមទប់ស្កាត់នៅអំពើប្រៃផ្សាយផ្សេងៗដែលកើតមាននៅក្នុងប្រទេសរបស់យើងអញ្ចឹងយើងត្រូវតែចូលរួមបាទចូលរួមថែរក្សានិងស្រឡាញ់ការពារបាទអរគុណច្រើនអញ្ចឹងចម្លើយរបស់បងប្អូនអាចមានច្រើនទៀតเนาะវាមិនមែនមានតែប្រមាណចំណុចដែលលោកគ្រូបានឆ្លើយជូនបងប្អូនទេអាចមានផ្សេងជាងនឹងទៀតបាទចុះហេតុអីបងប្អូនគិតថាតើហេតុអីបានជាអ្នកនិពន្ធសភៅគាត់លើករឿងវីរៈបុរសកន្លះហោមគង់ហ្នឹងឲ្យបងប្អូនអរគ្នាសិក្សាហេតុអីបានគាត់មិនលើករឿងផ្សេងចាំបាច់លើករឿងហ្នឹងមកធ្វើអីបាទបើគាត់មិនលើកមកទេតើបងប្អូនទាំងអស់គ្នាដឹងទេថាវីរៈបុរសកន្លះហោមគង់ហ្នឹងជានរណាអត់ដឹងទេត្រូវទេបាទអញ្ចឹងគឺដោយសារតែអ្នកនិពន្ធហ្នឹងគាត់គិតថាលើករឿងនេះឲ្យបងប្អូនទាំងអស់គ្នាហ្នឹងបានសិក្សាអំពីយល់ដឹងអំពីប្រវត្តិរបស់ក្រឡាហោមគង់និងជាវីរៈជនឬក៏វីរៈភាពរបស់លោកដែលបានចូលរួមថែរក្សាការពារប្រទេសជាតិរបស់យើងហើយនេះគឺជារូបរបស់ក្រឡាហោមគង់បាទដែលជារូបសំណាកឯណាមិនមែនរូបពិតទេមានតែរូបសំណាករបស់លោកដែលគាត់ត្រូវបានស្លាប់បាទនៅលើកប៉ាល់បាទស្លាប់នៅលើកប៉ាល់ដោយសារតែជនជាតិបារាំងហ្នឹងគាត់បានចងផ្អោបគាត់ជាមួយនឹងបំពង់ផ្សែងធ្វើឲ្យគាត់ក្តៅអាចរហូតដល់ស្លាប់បាទមានន័យថាគាត់នៅតែឯងនៅកណ្ដាលទឹកនឹងតែឯងយ៉ាងត្រមងត្រមោចយ៉ាងឯការហូតដល់ស្លាប់បាទនេះគឺជាការពលិកម្មមួយយ៉ាងធំធេងរបស់លោកចំពោះប្រទេសជាតិរបស់យើងចឹងដូច្នេះហើយយើងក៏ត្រូវតែមានចិត្តគោរពស្រឡាញ់ដែលដកជាប់នៅក្នុងព្រលឹងជាតិរបស់យើងមានថាយើងត្រូវស្រឡាញ់គាត់គោរពគាត់សពថ្ងៃនេះយើងមានរូបសំណាកเนาะបាទអរគុណច្រើនបាទអរគុណច្រើនបងប្អូនអរគ្នាតាមរយៈការឆ្លើយសំណួរជាមួយនឹងចម្លើយបានស្មើរបស់បងប្អូនជាមួយនឹងការរៀនទៅលើពាក្យពិបាកបញ្យល់ពាក្យទាំងអស់យើងនឹងចាប់ផ្ដើមទៅដល់ការងារបន្តរបស់យើងបន្តទៀតគឺយើងបងប្អូនទាំងអស់គ្នាយើងបើកសភៅអានអត្ថបទម្ដងទៀតដែលយកចិត្តទុកដាក់ឲ្យលោកគ្រូក៏មានអត្ថបទអានឲ្យបងប្អូនអានទាំងអស់គ្នាបាទចឹងបងប្អូនណាដែលអត់ទាន់ចេះពាក្យកន្លែងណាគឺបងប្អូនទាំងអស់គ្នាអាចបាទមើលម្ដងទៀតអូខេគ្រូបិទខាងនេះតែម្ដងបាទតោះយើងចាប់ផ្ដើមវីរៈបុរសក្រឡាហោមគង់អញ្ចឹងបងប្អូនអាចយកចង្អុលដៃចង្អុលលើអត្ថបទរបស់យើងក៏បានដែរបាទក្រឡាហោមគង់ជាមន្ត្រីខ្មែរស្នេហាជាតិមួយរូបដែលបានតស៊ូប្រឆាំងនឹងការគៀបសង្កត់របស់អាណានិគមនិយមបារាំងលោកបានធ្វើពលិកម្មយ៉ាងធំធេងដើម្បីរើបម្រាស់
ចេញពីនឹមត្រួតត្រារបស់បារាំងលោកមានទឹកចិត្តអង់អាចក្លាហានតស៊ូប្រឆាំងនឹងបរទេសឈ្លានពានបាទបារាំងដឹងពីគោលជំហរនិងគំនិតរបស់លោកក៏បានរកមធ្យោបាយចាប់លោកត្រូវពួកអាណានិគមបារាំងចាប់បាននិងយកទៅធ្វើទារុណកម្មដោយសម្ងាត់ព្រះទិនករលិចស្រឹមបាត់ទៅពេលប្រលប់ក៏ខិតចូលមកដល់ធ្វើឲ្យស្រអាប់គ្រប់ទិសទីកប៉ាល់បារាំងបាននាំលោកឃ្លាតចេញពីវត្តឧណាឡោមឆ្ពោះទៅកាន់ទិសឧត្តរនៅលើនាវាដៃទាំងពីររបស់លោកត្រូវជាប់ខ្នោះខ្លួនលោកត្រូវគេចងផ្អោបនឹងបំពង់ផ្សែងក្រឡាហោមគង់ត្រមង់ត្រមោចម្នាក់ឯងទឹកមុខក្រៀមក្រំជាពន្លឹកប៉ុន្តែស្មារតីស្នេហាជាតិមាតុភូមិពុំបានធ្វើឲ្យលោកតក់ស្លុតឡើយទោះបីជាលោកបានដឹងខ្លួនច្បាស់ថាត្រូវទទួលមរណភាពដោយសារដៃឃាតករបារាំងក៏ដោយនៅដង្ហើមចុងក្រោយលោកនឹកដល់គុណឪពុកម្ដាយព្រះសង្ឃប្រជាជនខ្មែរនឹងនឹកដល់កម្ពុជាមាតុភូមិជាទីស្នេហារបស់លោកការបាត់បង់វីរៈជនស្នេហាជាតិរូបនេះធ្វើឲ្យយើងសោកស្ដាយអាណិតអាសូរក្រៃលែងក្រឡាហោមគង់បានបាត់បង់ជីវិតចាក់ឆ្ងាយចេញពីយើងពិតមែនប៉ុន្តែកិត្តិនាមនិងវីរភាពរបស់លោកបានមកសន្ធិដ្ឋនៅជាប់នឹងដួងព្រលឹងកូនខ្មែរជានិច្ចបាទអរគុណច្រើនបងប្អូនអរគ្នាអញ្ចឹងបងប្អូនអរគ្នាបានអានហើយអញ្ចឹងបងប្អូនអរគ្នាអាចលោកគ្រូនឹងចង្អុលឲ្យបងប្អូនអរគ្នាអានម្ដងទៀតហើយបងប្អូនអរគ្នាអាចអានដោយយកចិត្តទុកដាក់ណាតោះឥឡូវយើងចាប់ផ្ដើមមើលអត្ថបទនឹងម្ដងទៀតបាទតោះឥឡូវយើងចាប់ផ្ដើមអានតោះ1 2 3បាទអរគុណច្រើនបងប្អូនទាំងអស់គ្នាបាទឥឡូវយើងមើលពាក្យនេះយើងលោកគ្រូខុសបន្តិចតោះយើងចូលរួមការអរគ្នាដើម្បីរើបំរាស់បាទចេញណាមិនមែនចេះទេណាបាទអញ្ចឹងរើបំរាស់ចេញបាទអញ្ចឹងយើងលុបពាក្យនេះហើយយើងដាក់ពាក្យចេញណាបាទអរគុណច្រើន
បាទអរគុណអញ្ចឹងតាមរយៈការអានអត្ថបទនេះហើយយើងតាមរយៈការរៀននេះយើងបានដឹងពីវីរភាពឬក៏ភាពអង្អាចក្លាហានរបស់ក្រឡាហោមគង់ដើម្បីចូលរួមការពារថែរក្សាទឹកដីរបស់យើងបាទហើយក្នុងនាមជាយើងជាកូនខ្មែរទាំងអស់គ្នាក៏យើងត្រូវតែមានភាពស្រឡាញ់ទឹកដីរបស់យើងចូលរួមការពារថែរក្សាទឹកដីរបស់យើងនិងចូលរួមថែរក្សាវប្បធម៌របស់យើងផងដែរហើយជាចុងក្រោយគឺលោកគ្រូមានកិច្ចការផ្ទះឲ្យប្អូនមួយសម្រាប់ធ្វើបាទតោះឥឡូវយើងមើលកិច្ចការផ្ទះបាទអញ្ចឹងបងប្អូនអរគ្នាអាចអានកិច្ចការផ្ទះបណ្ដាលសិនទៅបាទតោះកិច្ចការផ្ទះចូលរកនៃពាក្យខាងក្រោមកិត្តិនាមមធ្យោបាយមាតុភូមិម្ដងទៀតចូលរកនៃពាក្យខាងក្រោមកិត្តិនាមមធ្យោបាយមាតុភូមិអញ្ចឹងតើបងប្អូនអរគ្នាអាចរកពន្យល់ពាក្យឬក៏ន័យពាក្យទាំងអស់ហ្នឹងតាមរយៈអ្វីបាទគឺបងប្អូនអាចរកនៅក្នុងបទានុក្រមនៅខាងក្រៅសៀវភៅរបស់យើងបាទនៅផ្នែកខាងក្រៅនេះហើយមួយទៀតបងប្អូនអាចរកតាមសៀវភៅវចនានុក្រមដែលជាស្នាដៃរបស់សម្ដេចព្រះសង្ឃរាជជួនណាតបាទហើយបងប្អូនអាចរកនៅក្នុងប្រព័ន្ធទូរស័ព្ទក៏បានកម្មវិធីមួយដែលមានឈ្មោះថាសម្ដេចព្រះសង្ឃរាជជួនណាតបាទអរគុណច្រើនអញ្ចឹងកុំភ្លេចធ្វើកិច្ចការផ្ទះនេះដោយយកចិត្តទុកដាក់បាទអញ្ចឹងនៅក្នុងថ្ងៃនេះគឺមេរៀនរបស់លោកគ្រូគឺតាក់ទងជាមួយនឹងមេរៀនភាសាខ្មែរថ្នាក់ទី5ទំព័រទី14 15មេរៀនទី1វីរៈជនឆ្នើមអំណានវីរៈបរោះក្រឡាហោមគង់នៅពេលនេះលោកគ្រូសូមបញ្ចប់តែប៉ុណ្ណឹងហើយមុននឹងបញ្ចប់គឺលោកគ្រូសូមផ្ដាំផ្ញើឲ្យបងប្អូនទាំងអស់គ្នាបាទកុំភ្លេចចូលរួមធ្វើកិច្ចការផ្ទះរបស់លោកគ្រូដែលលោកគ្រូដាក់ឲ្យនេះហើយមួយទៀតគឺកូនបងប្អូនអរគ្នាកុំភ្លេចធ្វើកិច្ចការដែលលោកគ្រូនឹងផ្ដល់ស្លឹកកិច្ចការនោះទៅឲ្យលោកគ្រូអ្នកគ្រូរបស់បងប្អូនទៅតាមសាលាគាត់នឹងចែកឲ្យបងប្អូនធ្វើដូច្នេះបងប្អូនទាំងអស់គ្នាកុំភ្លេចធ្វើដោយយកចិត្តទុកដាក់តាមរយៈការបាទរៀនតាមប្រព័ន្ធអនឡាញជាមួយលោកគ្រូនៅលើក្នុងមេរៀននេះអញ្ចឹងមានកិច្ចការឲ្យបងប្អូនធ្វើបាទហើយបងប្អូនទាំងអស់គ្នាកុំភ្លេចបាទលាងសម្អាតដៃឬក៏ធ្វើអនាម័យជាប្រចាំដោយការលាងសម្អាតដៃជាមួយនឹងសាប៊ូអាល់កុលឬក៏ជែលលាងដៃផ្សេងដើម្បីកម្ចាត់ពីមេរោគផ្សេងមិនថាជំងឺ COVID-19 នោះទេហើយមួយវិញទៀតគឺបងប្អូនកុំភ្លេចពាក់ម៉ាស់ឬក៏រក្សាគម្លាតនៅពេលដែលបងប្អូនទាំងអស់គ្នាចេញទៅខាងក្រៅបាទហើយបងប្អូនអាចតាមដានការបង្រៀនរបស់លោកគ្រូអ្នកគ្រូគ្រប់កម្រិតថ្នាក់ទាំងពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី12តាមរយៈប្រព័ន្ធផ្សព្វផ្សាយដែលមានដូចជា Facebook របស់ក្រសួងអប់រំយុវជននិងកីឡា Page គ្រូ Cambodia YouTube របស់ក្រសួងអប់រំយុវជននិង YouTube ផ្សេងទៀតបាទហើយមួយវិញទៀតគឺបងប្អូនអាចតាមដានតាមរយៈទូរទស្សន៍បាទតក2ទូរទស្សន៍ Wiki TV និងទូរទស្សន៍ប៉ុកខ្សែកាបជាច្រើនទៀតហើយលោកគ្រូសូមជូនពរឲ្យបងប្អូនទាំងអស់គ្នាមានសុខភាពល្អនិងសុវត្ថិភាពក្នុងការធ្វើដំណើរនិងរៀនឲ្យកាន់តែពូកែបាទអញ្ចឹងការបង្រៀនរបស់លោកគ្រូសូមចោទតែប៉ុណ្្នេះបាទសូមអរគុណ